បាទចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនៅថ្ងៃអង្គារទី23ខែធ្នូឆ្នាំ2025នេះខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺរឿងទាំងអស់ពាក់ព័ន្ធជាមួយនឹងកម្ពុជាហើយខំច្របាច់បញ្ចូលគ្នានៅរឿងច្រើនបាទនៅក្នុងតកតនៅកម្ពុជានេះចូលទៅក្នុងរឿងទាំង4នេះញែកឲ្យដាច់ជាមុំ4ណាអញ្ចឹងនៅក្នុងព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទ Reuters គាត់បានផ្ដោតទៅលើការទទូចរបស់បេសកជនរបស់ប្រទេសចិនដែលចង់ឲ្យមានបាទការជួបពិភាក្សាគ្នារវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃហើយនឹងអនុវត្តបទជបាញ់គ្នាឲ្យបានឆាប់រហ័សបាទនេះគឺជាជំហររបស់បេសកជនចិនដែលបានអញ្ជើញមកប្រទេសកម្ពុជានិងប្រទេសថៃកាលពីចុងសប្តាហ៍ហើយបានត្រូវបានក្រសួងការបរទេសរបស់ចិនប្រកាសនៅថ្ងៃនេះហើយនៅព័ត៌មានទី2នេះខ្ញុំសូមដកស្រង់ខ្លះអំពីការថ្លែងរបស់លោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាបន្ទាប់ពីកិច្ចប្រជុំនៅក្នុងទីក្រុងគូឡាឡាំពួរគឺកិច្ចប្រជុំពិសេសរបស់ក្រុមរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាស៊ានដើម្បីដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជាជាមួយនឹងថៃបាទប្រិមិត្តអាចទៅស្ដាប់បញ្ហានេះដោយផ្ទាល់ប៉ុន្តែខ្ញុំសូមដកស្រង់ចំណុចខ្លះៗដែលសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាបានផ្សាយដូច្នេះតើមានសារអ្វីខ្លះបញ្ជូនមកអន្តរជាតិនេះដែលគួរឲ្យចាប់អារម្មណ៍នោះហើយព័ត៌មានទី3បាទព័ត៌មានទី3នេះគឺជាការថ្លែងរបស់ខាងអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ថៃដែលថ្លែងអំណរគុណប្រទេសចិនដែលខិតខំដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជាហើយនិងថៃនៅក្នុងចំនួនព្រំដែននេះបាទនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ដែលជាសារព័ត៌មានផ្លូវការរបស់ប្រទេសចិនហើយទៅបានសារព័ត៌មាន Global Times យកមកចុះផ្សាយបន្តហើយព័ត៌មានចុងក្រោយនេះគឺបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ត្រឹមម៉ោងដែលខ្ញុំផ្សាយនេះគឺមុនផ្សាយបន្តិចនេះគឺ AFP នៅតែបន្តផ្សាយថាកម្ពុជាហើយនិងថៃនៅមិនទាន់បានឯកភាពគ្នាទៅលើទីតាំងនៃកន្លែងប្រជុំសម្រាប់ក្រុម GBC នឹងនៅឡើយទេសម្រាប់ថ្ងៃស្អែកនេះប្រហែលជាមកដល់ម៉ោងនេះឯកភាពគ្នាយ៉ាងម៉េចប៉ុន្តែបើតាមសេចក្តីរាយការណ៍របស់ AFP មុននេះបន្តិចគឺអត់ទាន់បានឯកភាពគ្នាទេដោយកម្ពុជាចង់ឲ្យប្រជុំនៅតំបន់នៅប្រទេសទីតាំងមួយដែលអព្យាក្រឹតដែលមានដូចជាម៉ាឡេស៊ីជាដើមបាទក៏ប៉ុន្តែថៃទទូចចង់ប្រជុំនៅក្នុងប្រទេសថៃដោយនិយាយថាកាលពីលើកមុនគឺកម្ពុជាជាអ្នករៀបចំឥឡូវដល់វេនថៃរៀបចំម្ដងហើយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនេះគាត់បាននិយាយថាអ្នកណាក៏មិនអព្យាក្រឹតដែរមាត់តែនិយាយថាខ្លួនអព្យាក្រឹតតែការអនុវត្តការពិតវិញគឺបាទគ្រប់គ្រងកម្ពុជាអញ្ចឹងដូច្នេះប្រជុំនៅថៃនេះក៏វាមិនអីដែរគឺថៃធានាសុវត្ថិភាពជូនបាទនេះគឺជាការលើកឡើងរបស់ខាងភាគីថៃហើយកម្ពុជាខ្ញុំមិនទាន់បានដឹងឆ្លើយតបយ៉ាងម៉េចទេប្រហែលជាមកដល់ម៉ោងនេះឯកភាពគ្នាឬយ៉ាងណាបើមានការវិវត្តយ៉ាងម៉េចខ្ញុំនឹងជម្រាបជូនប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំរៀបចំជូនសម្រាប់ប្រិយមិត្តទាំងអស់គ្នាត្រឹមម៉ោងដែលចូលមកជម្រាបតាមបណ្ដាញសង្គមនេះបាទឥឡូវនេះចូលដល់ព័ត៌មានទី1គឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំងនោះគឺបានឲ្យដឹងថាគឺប្រទេសចិនណាបេសកជនពិសេសរបស់ប្រទេសចិនដែលទទួលបន្ទុកកិច្ចការរបស់អាស៊ីហ្នឹងគឺបាននិយាយថាអធិភាពចម្បងសម្រាប់ប្រទេសកម្ពុជានិងប្រទេសថៃនេះគឺត្រូវតែឯកភាពគ្នាឲ្យមានបទជបាញ់គ្នាហើយនឹងបញ្ឈប់ការប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែននិងជួបចរចាគ្នាឲ្យបានកាន់តែឆាប់កាន់តែប្រសើរឲ្យបានឆាប់ទៅហើយនឹងដោះស្រាយនៅចំនួនព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធីកុំឲ្យមានចំនួនប្រដាប់អាវុធនេះបើយោងតាម
បេសកជនពិសេសរបស់ប្រទេសចិនដែលទទួលបន្ទុកកិច្ចការអាស៊ីនេះបានថ្លែងនៅថ្ងៃអង្គារនេះបាទគឺបើតាមសេចក្តីរាយការណ៍របស់ AFP បានឲ្យដឹងថាក្នុងរយៈពេល3សប្តាហ៍មកហើយដែលថ្ងៃនេះដែលនៅសប្តាហ៍នេះគឺជាសប្តាហ៍ទី3នោះដែលប្រទេសកម្ពុជាហើយនិងប្រទេសថៃបានធ្វើប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនដែលមានចម្ងាយជាង800គីឡូម៉ែត្ររបស់ប្រទេសទាំងពីរហើយបន្ទាប់ពីបទជបាញ់លើកទី1ដែលស្នើឡើងដោយលោកប្រធានាធិបតី Donald Trump ហើយនិងម៉ាឡេស៊ីដែលជាប្រធានប្រវេណរបស់អាស៊ាននោះបានបរាជ័យបានដួលរលំហើយចាប់តាំងពីពេលនោះមកគឺប្រទេសចិនបានចូលរួមសម្របសម្រួលការចរចានៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកទាំង11ប្រទេសនេះហើយបានទទូចឲ្យប្រទេសកម្ពុជានិងប្រទេសថៃគឺធ្វើយ៉ាងណាអនុវត្តការអត់ធ្មត់ហើយនឹងចាត់វិធានការដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាការគ្រប់គ្រងរបស់ចិនចំពោះការខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាននោះហើយនឹងចេតនារបស់ចិននៅក្នុងការខិតខំបង្កើតឲ្យមានលក្ខខណ្ឌមួយដែលផ្ដល់នៅវេទិកាសម្រាប់ការចរចាហើយនឹងការពិភាក្សារវាងភាគីទាំងពីរបាទនេះគឺជាជំហររបស់ចិននេះបើយោងតាមក្រសួងការបរទេសរបស់ចិនបានបញ្ជាក់នៅថ្ងៃអង្គារនេះហើយបានដកសំដីថានេះជាជំហររបស់លោកតេងស៊ីជុនដែលជាបេសកជនពិសេសរបស់ប្រទេសចិនសម្រាប់តំបន់អាស៊ីទទួលបន្ទុកកិច្ចការអាស៊ីបាទនៅក្នុងអំឡុងពេលនៃការធ្វើដំណើរថ្មីនេះទៅកាន់ប្រទេសទាំងពីរគឺប្រទេសកម្ពុជានិងប្រទេសថៃនោះគឺលោកបេសកជនក៏បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរផងដែរគឺនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីថៃលោកឆាន់វីរ៉ាគុលហើយនឹងក៏បានជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដទៃទៀតផងដែរបាទដែលជាផ្នែកមួយនៃការធ្វើសកម្មភាពការទូតឡើងចុះរបស់លោកបេសកជន AFP បានរាយការណ៍បន្ថែមទៀតថាប្រទេសកម្ពុជានិងប្រទេសថៃបានយល់ព្រមគ្នាថានឹងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃពុធស្អែកនេះគឺកម្រិតថ្នាក់មន្ត្រីរបស់ក្រសួងការពារប្រទេសគឺធ្វើយ៉ាងណាដើម្បីស្វែងរកវិធីអនុវត្តបទជបាញ់គ្នាឡើងវិញដែលនេះជាចំណាត់ការមួយដែលអាស៊ានស្វាគមន៍ប្រទេសចិនបានហៅខ្លួនឯងថាជាមិត្តភ័ក្តិមួយនិងជាអ្នកជិតខាងជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជានិងប្រទេសថៃនោះគឺខិតខំដើរតួនាទីក្នុងការសម្របសម្រួលផងដែរដោយបាននិយាយថាគឺខ្លួនខិតខំជំរុញឲ្យមានដំណោះស្រាយប្រកបទៅដោយសន្តិវិធីតាមវិធីសាស្ត្រផ្ទាល់ខ្លួនរបស់ចិនដោយចិននិយាយមិនបានសម្ដៅទៅលើកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Donald Trump ដែលបានសម្របសម្រួលឲ្យមានបទជបាញ់គ្នានោះទេAFP បានបន្ថែមទៀតថាលោកតាមបានទាមទារអះអាងថាចំនួនរវាងកម្ពុជាហើយនិងថៃនេះគឺជាចំនួនមួយក្នុងចំណោមចំនួន8ដែលលោកបានខិតខំព្យាយាមបញ្ឈប់នៅទូទាំងពិភពលោកបាទបើទោះបីជាការប្រយុទ្ធគ្នានៅតែកើតមានឡើងក៏ដោយនេះបើយោងតាមសេចក្តីរាយការណ៍របស់ AFP ណាបាទហើយ AFP បានដកសងប្រសាសន៍របស់លោកប្រធានាធិបតី Donald Trump ដែលខ្ញុំបានចែកឃ្លីបជូនប្រិមិត្តហើយទៅបានសារព័ត៌មាននានាចុះផ្សាយនៅក្នុងប្រទេសកម្ពុជាហើយក៏ដូចជានៅពិភពលោកអញ្ចឹងលោក AFP ក៏បានដកស្រង់យកមកផ្សាយផងដែរគឺនៅក្នុងឱកាសដែលថ្លែងនៅក្នុងពិធីប្រកាសអំពីការសាងសង់នាវាចម្បាំងនោះកាលពីថ្ងៃច័ន្ទទី22ខែធ្នូមកនៅក្នុងសហរដ្ឋអាមេរិកហ្នឹងគឺលោកប្រធានាធិបតី Donald Trump បាននិយាយថាលោកបានដោះស្រាយសង្គ្រាមចំនួន8ហើយថៃចាប់ផ្ដើមដើរត្រង់ផ្លូវវិញហើយលោកថាលោកដឹងទេគឺថៃហ្នឹងពួកគេហ្នឹងគឺជាអ្នកចាប់ផ្ដើមសង្គ្រាមនៅកម្ពុជាបាទគឺពួកថៃហ្នឹងបានចាប់ផ្ដើមជាថ្មីប៉ុន្តែលោកបានងាកទៅលោក Marco Rubio ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកហ្នឹងថាប៉ុន្តែលោក Marco Rubio គាត់ធ្វើការងារហ្នឹងបានល្អមកចាត់ការបានល្អដែលអាចបញ្ឈប់ការប៉ះទង្គិចគ្នានេះបាន
នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP ណាទីភ្នាក់ងារសារព័ត៌មាន AFP ដែលខ្ញុំដកស្រង់មកផ្សាយហើយជារការនោះខ្ញុំសូមបន្ថែមនៅប្រតិកម្មរបស់អង្គការសហប្រជាជាតិផងដែរដែលខ្ញុំក៏បានធ្វើคลิปខ្លីជូនប្រិយមិត្តទាំងអស់គ្នាបើអញ្ចឹងខ្ញុំសូមបន្ថែមនៅអ្វីដែលជាប្រសាសន៍របស់អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិគឺបាទលោក Stefanik Jurčić Jurčić បាទគាត់បានថ្លែងមកកាលពីថ្ងៃម្សិលមិញផងដែរនៅពេលដែលអ្នកសារព័ត៌មានសួរលោកអំពីថាតើលោកមានប្រតិកម្មយ៉ាងម៉េចដែរចំពោះសេចក្តីប្រកាសរបស់ប្រធានអាស៊ានបន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនោះគឺលោកអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយថាគឺអង្គការសហប្រជាជាតិសូមស្វាគមន៍នៅសេចក្តីថ្លែងការណ៍របស់អាស៊ាននេះហើយនឹងទូនីតិដែលម៉ាឡេស៊ីបានបំពេញជាប្រធានអាស៊ាននិងទូនីតិរបស់សហរដ្ឋអាមេរិកក្នុងការជួយឲ្យបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅអមកិច្ចប្រជុំនៅមុននេះនៅក្នុងឆ្នាំនេះហើយលោកគិតថាវាជារឿងសំខាន់ណាស់ដែលភាគីទាំងពីរចូលរួមប្រជុំនៅថ្ងៃទី24ធ្នូគឺនៅថ្ងៃស្អែកនេះដោយចូលលើស្មារតីបញ្ចប់ចំនួននេះបាទនេះគឺជាអ្វីដែលអង្គការសហប្រជាជាតិក៏ចង់ឃើញដែរក៏ប៉ុន្តែនៅក្នុងចម្លើយតបរបស់អង្គការសហប្រជាជាតិប្រិមិត្តបានឃើញហើយគឺលោកបានរៀបរាប់តែទៅលើសហរដ្ឋអាមេរិកហើយនិងអាស៊ានមិនបានលើកឡើងអំពីចិននោះទេបាទក្នុងគណៈពេលដែរចិនក៏បានដើរតួនាទីដែរណាគឺយើងនិយាយដោយយុត្តិធម៌ទៅគឺយកតាមសារព័ត៌មាន AFP នេះហើយនឹងការពិតដែលយើងឃើញជាក់ស្ដែងគឺចិនក៏មានចំណែកនឹងខ្លាំងដែរណាបាទគឺគាត់ប្រើ shuttle diplomacy ហ្នឹងគឺក្នុងកិច្ចការនឹងច្រើនផងដែរបាទនេះជាព័ត៌មានទី1ដែលខ្ញុំរៀបចំជូនប្រិយមិត្តទាំងអស់គ្នាហើយឡែកព័ត៌មានទី2វិញគឺបាទអូខេបាទគឺជាសេចក្តីដកស្រង់ពីសន្និសីទសារព័ត៌មានឬក៏សេចក្តីប្រកាសរបស់ថ្លែងទៅប្រាប់អ្នកសារព័ត៌មានដោយលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាដែលជាអ្នកការទូតជើងចាស់ដែលមានភាពស្ងប់ស្ងាត់ហើយនឹងមានបទពិសោធន៍ដែលចេញមកធ្វើការនៅក្នុងកលតិស័កដែលកម្ពុជាត្រូវការសំខាន់នេះបាទគឺជាអ្នកដែលមានសមត្ថភាពបទពិសោធន៍ខ្លាំងដូច្នេះប្រិយមិត្តអាចនឹងទៅស្ដាប់ដោយផ្ទាល់ទស្សនាតាមការផ្សាយតាមអនឡាញអញ្ចឹងខ្ញុំមិនជម្រាបជូនទាំងស្រុងទេណាខ្ញុំគ្រាន់តែដកស្រង់អ្វីដែលសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាដែលផ្សាយជាភាសាអង់គ្លេសបានផ្សាយដែលខ្ញុំគិតថាអ្វីដែលជាអង់គ្លេសនេះគឺចេញមកអន្តរជាតិអញ្ចឹងអន្តរជាតិមើលឃើញយ៉ាងណានេះគឺជាអ្វីដែលកម្ពុជាផ្សាយមកអញ្ចឹងខ្ញុំសូមដកស្រង់ខ្លះអំពីអ្វីដែលលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបាទបើយោងតាមការដកស្រង់របស់សារព័ត៌មានថ្មីឬក៏ Cambodia Nest បាទ Cambodia Nest វិញគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាបាននិយាយអំពីរឿងថាពេលដែលម៉ាឡេស៊ីពេលដែលសហរដ្ឋអាមេរិកស្នើឲ្យមានការត្រឡប់មកអនុវត្តបទជបាញ់គ្នាវិញហ្នឹងគឺដោយម៉ាឡេស៊ីស្នើ3ដងបាទគឺកម្ពុជាទទួលព្រមភ្លាមតែម្ដងហើយថៃវិញបែរជាបដិសេធបាទហើយក្នុងពេលកន្លងមកខ្ញុំធ្លាប់បានជម្រាបជូនប្រិយមិត្តហើយបដិសេធហ្នឹងគឺសូម្បីតែលោកអនុធានក៏ថាក៏អត់ដឹងអីទេបាទដែលខ្ញុំធ្លាប់ពេលនិយាយពេលហ្នឹងខ្ញុំនិយាយថាវាមិនដែលក្រុមអ្នកការងារធ្វើការងារឲ្យមិនឲ្យនាយករដ្ឋមន្ត្រីដឹងទេបាទអញ្ចឹងគឺលោកអនុធានក៏ថាមិនបាននិយាយជាមួយនឹងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីទេហើយអ្នកខាងក្រសួងការបរទេសក៏បាននិយាយថាអូនិយាយហ្នឹងគឺលោកមិនបាននិយាយដល់ចំណុចហ្នឹងទេក្នុងគណៈពេលដែលលោកអាន់វ៉ាក៏បានប្រកាសឲ្យដឹងតាមបណ្ដាញសង្គម Facebook នោះបាទហើយគាត់មកប្រកែកថាមិនបាននិយាយដល់រឿងហ្នឹងគឺមានអ្នកណាគេកេងចំណេញពីរឿងការសន្ទនាគ្នាហ្នឹងបើអញ្ចឹងខ្ញុំសូមមិនចូលទៅប្រវត្តិដើមនេះឲ្យបានលម្អិតទេគឺអញ្ចឹងខ្ញុំដោយលើកឡើងបន្តិចពីកន្លែងហ្នឹងទើបខ្ញុំជម្រាបសាច់រឿងនេះទៅប្រិមិត្តយល់បានច្បាស់អញ្ចឹងបើយោងតាមការផ្សាយរបស់នៅថា Cambodia Nest ក៏ថាគឺកម្ពុជានឹងគឺមិនបង្អែបង្អង់ទេគឺទទួលយកភ្លាមនៅសំណើឲ្យវិលត្រឡប់ទៅរកការអនុវត្តបទជបាញ់គ្នាវិញដែលស្នើឡើងដោយម៉ាឡេស៊ីចំនួន3លើកឯណោះហើយនឹងលោកប្រធានាធិបតី Donald Trump បានស្នើឡើង1លើក
ក្រោយការផ្ទុះអាវុធជាលើកទី2រវាងកម្ពុជានិងថៃកាលពីថ្ងៃទី7ធ្នូបាទនេះគឺជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាប៉ុន្តែថៃវិញបែរជាបានបដិសេធលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាបានបញ្ជាក់ដូចនេះនៅក្នុងបទសម្ភាសន៍នៅអាកាសយានដ្ឋានណានៅថ្ងៃ22ធ្នូហ្នឹង22ធ្នូហ្នឹងគឺពេលដែលលោកអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរដែលចូលរួមដោយសមាភិកីរបស់លោកមកពីអាស៊ានទាំងអស់ហើយនាកិច្ចប្រជុំពិសេសហ្នឹងគឺលោកប្រាក់សុខុនបានអះអាងថាបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានរួមទាំងអគ្គលេខាធិការអាស៊ានសុទ្ធតែបង្ហាញពីការយកចិត្តទុកដាក់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាចំនួនរវាងកម្ពុជាហើយនិងថៃហើយបើតាមភាសារបស់លោកគឺថាកម្ពុជានឹងគឺគោរពតាមជានិច្ចគឺភាគីថៃទេដែលមិនទទួលយកសំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងសំណើរបស់លោកប្រធានាធិបតី Donald Trump ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នាហើយនៅក្នុងកិច្ចប្រជុំនោះគឺលោកប្រាក់សុខុនក៏បានបញ្ជាក់ផងដែរបាទសូម្បីតែក្នុងប្រជុំក៏កម្ពុជានៅតែបញ្ជាក់ចំហរបស់ខ្លួនថាខ្លួនប្រកាន់ខ្ជាប់នៅចំហនិងបំណងដោះស្រាយបញ្ហានៃចំនួននេះដោយសន្តិវិធីគឺបញ្ឈប់រាល់អំពើប្រទុសរាយទាំងឡាយការវាយប្រហារគ្នាទៅវិញទៅមកហើយវិលត្រឡប់ទៅរកបទជបាញ់ដែលបានឯកភាពគ្នាតាំងតែពីថ្ងៃទី28ខែកក្កដានិងការគោរពសេចក្តីថ្លែងការណ៍រួមក្រុងកូឡាឡាំពួរថ្ងៃទី26ខែតុលាដែលពេលហ្នឹងគឺចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃហើយមានការចូលរួមជាសាក្សីដោយលោកប្រធានាធិបតី Donald Trump និងនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបាទហើយលោកបានបន្ថែមថាគឺកម្ពុជាក៏បានថ្លែងអំណរគុណដល់ម៉ាឡេស៊ីដែលខិតខំប្រឹងប្រែងបាទទាញឲ្យចំនួននេះងាកមកការដោះស្រាយដោយសន្តិវិធីនិងវិលមកស្ថានភាពប្រក្រតីឡើងវិញបាទហើយគឺប្រិមិត្តចង់ដឹងថាតើក្នុងកម្មវិធីប្រជុំនោះតើកម្ពុជានិយាយយ៉ាងម៉េចអីយ៉ាងម៉េចឥឡូវនេះគឺលោកប្រាក់សុខុនលោកបានបង្ហាញហើយគឺថាកម្ពុជាពេលចូលក្នុងប្រជុំនោះគឺមានគោលដៅច្បាស់លាស់បាទគោលពលគឺកម្ពុជាចង់បញ្ឈប់នៅការរងទុក្ខវេទនារបស់ប្រជាជនកម្ពុជាគឺប្រិមត្តដឹងហើយគឺមកដល់ពេលនេះតាមសេចក្តីរាយការណ៍របស់ក្រសួងមហាផ្ទៃរបស់កម្ពុជាគឺមានប្រជាពលរដ្ឋកម្ពុជាជាងកន្លះលាននាក់បាទច្រើនណាស់ជាងកន្លះលាននាក់ដែលបានភៀសសឹកចេញពីលំនៅឋានដែលប៉ះពាល់ទៅដល់ជីវភាពរបស់ពួកគាត់ដែលខូចខាតលំនៅឋានរបស់ពួកគាត់ចឹងហើយគឺកម្ពុជាបើតាមលោករដ្ឋមន្ត្រីបញ្ជាក់ថាគឺបញ្ឈប់ការប្រយុទ្ធដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗហើយរួមគ្នាឆ្ពោះទៅកាន់សុខសន្តិភាពដែលមានលក្ខណៈយូរអង្វែងដោយមិនមែនសម្រាប់តែកម្ពុជាទេគឺសម្រាប់តំបន់ទាំងមូលនៅចំណុចនេះសំខាន់ណាស់ពីព្រោះអីនៅក្នុងសហគមន៍អាស៊ានតែមួយគឺនៅមានបញ្ហានៅកន្លែងណាគឺមិនមែនគេចង្អុលតែមកកម្ពុជាទេគឺគេចង្អុលទៅតំបន់ទាំងមូលតែម្ដងប្រៀបដូចជាក្នុងគ្រួសារមួយដែលមានកូន11នាក់បាទកូន2នាក់ឆ្លោះគ្នាអ្នកក្រៅគេមើលមកគេថាគ្រួសារហ្នឹងអត់ចេះបដៅកូនទេកូនឆ្លោះតែគ្នាហ្នឹងបាទអញ្ចឹងដូច្នេះនៅពេលដែលយើងនិយាយបរិបទរបៀបគ្រួសារអញ្ចឹងបានយើងយល់ថាអូហេតុអ្វីបានជាថ្នាក់ដឹកនាំមួយអ្នកការទូតមួយឬក៏នៅបរទេសអីអាមេរិកអីអឺរ៉ុបអីក្តីចិនក្តីជប៉ុនក្តីគាត់និយាយមកថាកុំឲ្យមានអស្ថិរភាពវាប៉ះពាល់ដល់តំបន់ហ្នឹងគឺក្នុងន័យបែបហ្នឹងបើអ្នកខ្លះនិយាយថាគេយកតំបន់អីមិនសំខាន់តែបើយើងប្រៀបមកជាគ្រួសារវិញគ្រួសារដែលមានកូន11នាក់2នាក់កំពុងឆ្លោះគ្នាអ្នកដទៃអ្នកជិតខាងគេមើលថាផ្ទះនេះឆ្លោះតែគ្នា2នាក់បងប្អូនក៏ឆ្លោះតែគ្នាអត់ឃើញជាគ្នាសោះបាទឆ្លោះទៅបាទលោឡាដល់គេជួយអីចឹងវារំខានដល់អ្នកជិតខាងដែរអញ្ចឹងគេមិនចង់ឲ្យឃើញអញ្ចឹងទេបាទនេះគឺជាខ្លឹមសារសំខាន់បាទហើយអញ្ចឹងខ្ញុំសូមមិនចូលលម្អិតបន្ថែមទៀតទេគឺគាត់ឲ្យខ្ញុំចាប់អារម្មណ៍ហ្នឹងគឺសំខាន់គឺខាងកម្ពុជាក៏បានលើកឡើងអំពីយុទ្ធជនទាំង18រូបរបស់កម្ពុជាដែលថៃកំពុងតែឃុំឃាំងនឹងផងដែរបាទនិយាយត្រង់មកដល់ម៉ោងនេះបើតាមប្រិមិត្តអាចយល់បានដឹងហើយថាការឃុំឃាំងយុទ្ធជនទាំង18រូបរបស់
កម្ពុជានោះគឺអត់មានចំណេញទៅថៃទេធ្វើឲ្យថៃកាន់តែបាក់មុខនឹងមើលទៅកាន់តែអាក្រក់នៅលើឆាកអន្តរជាតិដោយសារទៅចូលរឿងនេះបាទគឺគេបានថ្កោលទោសមិនជាផ្លូវការក៏ប៉ុន្តែក៏គេបង្ហាញឲ្យឃើញតាមរយៈជំហរដែលគ្រប់តជំហររួមដោយកម្ពុជាគឺបានន័យថាធ្វើយ៉ាងណាដោះស្រាយបញ្ហាបាទជប់ច្បាំងគ្នាជប់យកលេសតិចតួចទៅធ្វើជារឿងចម្បាំងទៅបាទអញ្ចឹងនេះគឺជាព័ត៌មានទី1បាទទី2សំទោសព័ត៌មានទី2ហើយនៅក្នុងពេលហ្នឹងគឺប្រិមិត្តបានលើហើយគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាបានសម្ដែងអំណរគុណទៅដល់ម៉ាឡេស៊ីនិងប្រទេសសហរដ្ឋអាមេរិកផងដែរមិនដឹងជាលោកថ្លែងដោយភ្លេចឬក៏យ៉ាងម៉េចឬក៏យ៉ាងម៉េចវាគឺខ្ញុំមើលតាមសេចក្តីរាយការណ៍ហ្នឹងគឺអត់មាននិយាយទៅដល់ប្រទេសចិនណាមិននិយាយប្រទេសចិនក៏ប៉ុន្តែចិនក៏ដើរតួនាទីច្រើននៅកម្ពុជាក៏ធ្លាប់ថ្លែងអំណរគុណក្នុងពេលកន្លងមកដែរតែក្នុងសារព័ត៌មានអ្នកសារព័ត៌មានដកស្រង់មកផ្សាយអត់មានយ៉ាងម៉េចនឹងរឿងផ្សេងណាបាទចាំមកនៅពេលខ្លះនៅពេលដែលយើងធ្វើអ្វីមួយយើងចាប់ផ្ដើមអរគុណចេញឈ្មោះពេលហ្នឹងបាត់ឈ្មោះមួយគេអ្នកតាមបានគេចាំមើលថាហេតុអីបានជាអត់មានឈ្មោះគេអញ្ចឹងណាបាទតែថៃវិញបាទតែថៃវិញគាត់បានយកឱកាសនោះគឺអរគុណណាអរគុណដែលសារព័ត៌មាន AFP បាទសូមបាទចំមិនprogram របស់ខ្ញុំថ្ងៃហ្នឹងដូចជារុញទៅខុសរូបរហូតមកខ្ញុំដាក់អូខេបាទនេះគឺ Global Times បាទ Global Times ទេបាទ Global Times ទេគាត់បានសេចក្តីថ្លែងការណ៍របស់សំទោសសេចក្តីរាយការណ៍របស់ Global Times ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters សេចក្តីរាយការណ៍របស់ Global Times ដកស្រង់ពីសេចក្តីរាយការណ៍របស់ Xinhua ទីភ្នាក់ងារសារព័ត៌មានចិនជាផ្លូវការរបស់ចិនគឺនៅក្នុងហ្នឹងគឺ Xinhua ហើយនិង Global Times បាននិយាយថារដ្ឋមន្ត្រីក្រសួងការបរទេសថៃសម្ដែងនៅការកោតសរសើរចំពោះទូនីតិរបស់ចិននៅក្នុងការបន្ធូរបន្ថយភាពតានតឹងតាមបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃបាទដោយសារព័ត៌មាន Global Times គាត់ថាគឺតាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ថៃគឺលោក Nikonde Balangura របស់ក្រសួងការបរទេសថៃនឹងបាននិយាយនៅថ្ងៃអង្គារនេះថាប្រទេសថៃសម្ដែងនៅការដឹងគុណប្រទេសចិនក្នុងការដើរតួនាទីក្នុងការជួយឲ្យមានភាពធូរស្រាលនិងបន្ធូរបន្ថយភាពតានតឹងនៅក្នុងចំនួនតាមព្រំដែនរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃបាទនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃអង្គារនេះលោក Nikonde បានថ្លែងដូចនេះនៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីអំពីចំនួនព្រំដែនកម្ពុជាថៃគឺនៅថ្ងៃនោះដែរហើយថៃក៏ថ្លែងអំណរគុណចិនចំពោះការជួយយ៉ាងសកម្មក្នុងការបន្ធូរបន្ថយភាពតានតឹងនេះបាទតាមវិធីសាស្ត្រផ្ទាល់ខ្លួនរបស់ប្រទេសចិនហើយក៏សរសើរចិនផងដែរដែលបានប្រកាន់ជាប់នៅគោលបំណងរបស់ចិនដែលប្រកាន់ជំហរមិនលំអៀងបាទមិនលំអៀងបាទគឺពេលដែលនិយាយដល់កន្លែងនេះគឺប្រិមិត្តបាទដល់ថ្ងៃទីទៀតហ្នឹងនឹងឮពីភាសារបស់រដ្ឋមន្ត្រីការពារជាតិរបស់ថៃអញ្ចឹងហើយបានជាកន្លែងនេះរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃគាត់សរសើរចិនថាចិនអត់លំអៀង impartial stance ណាគឺជំហរអត់មានលំអៀងទេដោយថ្លែងនៅឯកិច្ចសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីក្រសួងការបរទេសរបស់បណ្ដាប្រទេសអាស៊ានកិច្ចប្រជុំពិសេសនៅក្នុងទីក្រុងគូឡាឡុំពូដែលបានរៀបចំឡើងកាលពីថ្ងៃច័ន្ទនោះគឺអ្នកនាំពាក្យរូបនេះបាននិយាយថាប្រទេសថៃក៏បានដាក់លក្ខខណ្ឌយ៉ាងតឹងរ៉ឹងផងដែរគឺធ្វើយ៉ាងណាសម្រាប់ការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរដែលបានកើតមានឡើងអស់រយៈពេលជាច្រើនខែមកហើយនេះគឺធ្វើយ៉ាងណាឲ្យមានការបន្ធូរបន្ថយហើយជៀសវាងការវាយប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនដល់ទីក្នុងពេលអនាគតខាងមុខទៀតនោះដោយអ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថាគឺប្រទេសថៃគាត់តែងតែគោរព
ជាប់ជាប្រចាំក្នុងការដោះស្រាយចំនួនដោយឈរទៅលើក្របខ័ណ្ឌទ្វេភាគីហើយបាននិយាយថាគឺដំណោះស្រាយណាក៏ដោយដែលអាចថិតថេរនៅបានត្រូវតែជាការមួយដែលជំរុញនៅផលប្រយោជន៍នឹងការជួបពិភាក្សាគ្នាដោយផ្ទាល់រវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ហើយ Global Times ក៏បានរាយការណ៍ដឹងថាគឺភាគីទាំងពីរមានកំណត់នឹងជួបប្រជុំគ្នានៅថ្នាក់ក្រុមគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ GBC គឺនៅថ្ងៃពុធស្អែកនេះនៅក្នុងប្រទេសថៃក្នុងអំឡុងពេលនេះគឺក្រុមយោធាទាំងពីរគឺគេរំពឹងថានឹងពិភាក្សាគ្នាធ្វើយ៉ាងណាស្វែងរកវិធីអនុវត្តបទច្បាញ់គ្នានេះបើយោងតាម Xinhua ហើយនៅក្នុងការប្រកាសកាលពីថ្ងៃអង្គារនេះគឺក្រុមលោកអ្នកនាំពាក្យក៏បាននិយាយទៅដល់អំពីទូនីតិរបស់ចិននៅក្នុងតំបន់និងនៅក្នុងពិភពលោកផងដែរចឹងបាននឹងថាថៃសរសើរទូនីតិរបស់ចិនដែលដើរទូនីតិជាមហាអំណាចពិភពលោកបាទហើយនឹងទូនីតិដល់តំបន់ផងដែរបាទហើយក្នុងពេលនោះក៏មិនមែនតែចិនមួយទេគឺក៏សរសើរទៅដល់ដោយមិននិយាយចំឈ្មោះប្រជាសារព័ត៌មាននេះមិនដាក់ឈ្មោះក៏បានសម្ដៅទៅលើប្រទេសនានាដែលបានចូលរួមចំណែកដែរគឺបានមានន័យថាមិនមែនសរសើរតែចិនមួយទេគឺបានសរសើរនៅមហាអំណាចដទៃទៀតដែរតែមិនបានរៀបរាប់ឈ្មោះទេនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Xinhua បើជា Xinhua គាត់មិនចង់និយាយដល់ឈ្មោះយ៉ាងម៉េចប្រហែលជាអាចនាំពាក្យក្រសួងការបរទេសរបស់ថៃគាត់និយាយដែរតែ Xinhua ក៏មិនដាក់អញ្ចឹងណាបាទខ្ញុំអត់ដឹងដែរពីព្រោះខ្ញុំយកអត្ថបទដែលស្រង់មកផ្សាយទៀតណាហើយបន្តទៀតគឺសារព័ត៌មាននេះបញ្ចប់ដោយរាយការណ៍ថាប្រទេសថៃបានសម្ដែងការអរគុណចំពោះជំហររបស់ប្រជាជននៅក្នុងការប្រកាន់ជំហរមិនចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនិងជំហរអព្យាក្រឹតបន្ទាប់ពីកិច្ចប្រជុំដែលបានរៀបចំឡើងរវាងលោកឯករដ្ឋទូតរបស់ប្រទេសចិនជាមួយនឹងនាយករដ្ឋមន្ត្រីរបស់ថៃនេះបើយោងតាមសេចក្តីរាយការណ៍នានារបស់សារព័ត៌មាននៅក្នុងប្រទេសថៃដែល Xinhua ដកសងយកមកផ្សាយបាទអញ្ចឹងប្រិមិត្តបានដឹងហើយណាបាទអញ្ចឹងចិនក៏ទៅជួយសម្រួលកិច្ចការនេះដែរអញ្ចឹងយើងនិយាយដោយយុត្តិធម៌ក្នុងនាមជាជនរងគ្រោះបាទដោយមិនកេងចំណេញពីស្ថានភាពដោយនិយាយថាមានតែអាមេរិកទេហើយយើងភ្លេចទូនីតិរបស់ចិនការពិតចិនក៏បានចូលរួមចំណែកដែរតាមវិធីសាស្ត្ររបស់ចិនបាទអញ្ចឹងដូចដែលខ្ញុំធ្លាប់បាននិយាយក្នុងពេលកន្លងមកអញ្ចឹងអ្នកណាក៏ដោយដែលជួយឲ្យបញ្ឈប់អំពើហិង្សានេះការប្រយុទ្ធគ្នានេះប្រជាពលរដ្ឋវិលទៅរកលំនៅឋាននិងប្រកបរបរតាមធម្មតាវិញគឺយើងកម្ពុជាទៅតែអរគុណទាំងអស់បាទអញ្ចឹងព័ត៌មានទី3ឥឡូវចូលព័ត៌មានទី4នេះជាសេចក្តីបាទដើរវិញល្អជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP មក AFP ណាអញ្ចឹងត្រឹមម៉ោងដែលខ្ញុំផ្សាយដែលដកមកផ្សាយហ្នឹងគឺបាទគឺ AFP ដាក់ចំណងជើងថាកិច្ចប្រជុំព្រំដែនរវាងកម្ពុជានិងថៃគឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យនៅឡើយទេដោយសារតែចំនួនគ្នាពីរឿងទីតាំងប្រជុំបាទអញ្ចឹងមកដល់ម៉ោងនេះប្រហែលជាអាចដោះស្រាយហើយឬក៏នៅខ្ញុំអត់ដឹងទាំងអធិស្ឋានប្រិមិត្តគឺខ្ញុំចែករំលែកទៅតាមអ្វីដែលទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ទេណាបាទអញ្ចឹងបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឲ្យដឹងថានៅថ្ងៃអង្គារនេះថៃបានបដិសេធចោលនៅសំណើរបស់កម្ពុជាក្នុងការចង់រៀបចំកិច្ចប្រជុំទ្វេភាគីនៅក្នុងប្រទេសដែលអព្យាក្រឹតមួយបាទដោយធ្វើឲ្យផែនការនៃការរៀបចំប្រជុំដែលបានគ្រោងទុកនោះហើយនៅចរចាគ្នាដើម្បីចរចានោះគឺនៅមានការបន្ទិលសង្ស័យថាតើអាចនឹងរៀបចំបានឬយ៉ាងណានោះបាទគឺការប៉ះទង្គិចបាទគឺការប៉ះទង្គិចរវាងប្រទេសជិតខាងទាំងពីរនេះ
បានអូបន្លាយអស់រយៈពេលជួ3សប្តាហ៍ហើយកាលពីថ្ងៃច័ន្ទគឺប្រទេសទាំងពីរនេះបានយល់ព្រមគ្នាថានឹងចរចាអំពីលក្ខខណ្ឌនៃការជួបបាញ់គ្នានៅសប្តាហ៍នេះប៉ុន្តែកម្ពុជាបានស្នើសុំថៃថាត្រូវតែរៀបចំកិច្ចប្រជុំនៅក្នុងទីតាំងដែលអព្យាក្រឹតមួយដូចជានៅរដ្ឋធានីនៃប្រទេសម៉ាឡេស៊ីជាដើមក៏ប៉ុន្តែក្រសួងការពារជាតិរបស់ថៃវិញបាននិយាយថាបាទគឺកិច្ចប្រជុំស្ដីអំពីគណៈកម្មាធិការព្រំដែនគឺគួរតែរៀបចំប្រជុំតាមផែនការនៅក្នុងខេត្តចន្ទបុរីបាទប្រទេសថៃវិញគឺនៅថ្ងៃពុធនេះតាមផែនការបាទគឺបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិថៃគឺលោកស៊ូរ៉ាសានបាទគង់សេរីនឹងក៏បានប្រាប់អ្នកសារព័ត៌មានថាគឺយើងសូមធានាទៅដល់អ្នកចូលរួមថាខេត្តចន្ទបុរីនេះគឺជាកន្លែងដែលមានសុវត្ថិភាពបាទខេត្តនេះគឺជាកន្លែងដែលការប្រជុំតាំងពីដំបូងថាចង់រៀបចំនៅទីនោះពីសូម្បីតែមុនពេលដែលការប្រយុទ្ធគ្នាកើតឡើងក៏ដោយគឺខាងថៃក៏ថារៀបចំនៅកន្លែងនេះហើយលោកស៊ូរ៉ាសានបាននិយាយថាមន្ត្រីដែលមកពីខាងគណៈកម្មាធិការព្រំដែនគឺអាចជួបប្រជុំគ្នារហូតដល់ពីថ្ងៃពុធរហូតដល់ថ្ងៃសៅរ៍បាទអញ្ចឹងជួបប្រជុំគ្នាមិនមែនតែមួយថ្ងៃទេណាពុធពហុសុក្រសៅរ៍តែម្ដងដោយបន្ថែមថាតើកិច្ចប្រជុំនោះគឺអាចនឹងកើតមានឡើងនៅក្នុងទឹកដីថៃឬអត់វាអាស្រ័យទៅលើភាគីកម្ពុជាទេបាទថៃបកបានមកវិញដល់ឡែកអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជានៅពេលដែល AFP តាក់ទងទៅសួរចុងក្រោយមុនផ្សាយនេះថាតើសម្រាប់ទីតាំងហើយឬនៅគឺអ្នកនាំពាក្យលោកបានបញ្ជាក់ថាមិនទាន់ទទួលបានព័ត៌មានបច្ចុប្បន្នភាពថានឹងរៀបចំនៅទីណានៅឡើយទេបាទលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃគឺលោកសៀស័កភួងគិតកៅកាលពីថ្ងៃច័ន្ទបានប្រកាសអំពីការជួបប្រជុំគ្នានេះបាទបន្ទាប់ពីកិច្ចប្រជុំនៅក្នុងទីក្រុងកូឡាឡាំពួរដើម្បីដោះស្រាយបញ្ហាបន្ទាន់រវាងកម្ពុជាហើយនិងថៃដោយមានការចូលរួមពីក្រុមរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាស៊ានផងដែរហើយនៅក្នុងលិខិតបាទនៅក្នុងលិខិតមួយដែលផ្ញើទៅសមភាគីថៃទៅលោកណតផនណកផានិតនោះគឺលោកទាសីហាដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជាបានស្នើថាកិច្ចប្រជុំនេះគួរតែរៀបចំនៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីវិញទៅដោយសារតែហេតុផលសន្តិសុខចឹងលោកទាសីហាបានសរសេរលិខិតហ្នឹងហើយទីភ្នាក់ងារសារព័ត៌មាន AFP បានទទួលបានលិខិតហ្នឹងបានបញ្ជាក់ថាដោយយោងទៅលើការប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនដែលកំពុងតែបន្តគឺកិច្ចប្រជុំនេះគួរតែរៀបចំនៅទីតាំងដែលមានសុវត្ថិភាពនិងអព្យាក្រឹតវិញនេះបើតាមលិខិតដែល AFP បានឃើញឲ្យដកស្រង់ AFP ក៏បានរាយការណ៍បន្ថែមថារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃវិញបានប្រាប់អ្នកសារព័ត៌មានដែរថាការពីកិច្ចប្រជុំ GBC លើកមុននោះរៀបចំនៅខេត្តកោះកុងប្រទេសកម្ពុជាទៅហើយដូច្នេះឥឡូវនេះដល់វេនថៃជាអ្នករៀបចំធ្វើជាម្ចាស់ផ្ទះម្ដងហើយដោយលោករដ្ឋមន្ត្រីបន្ថែមថាគឺគ្មានអ្វីដែលត្រូវព្រួយបារម្ភទេគឺប្រជាពលរដ្ឋថៃឬក៏ខាងភាគីថៃនោះគាត់ចេះហើយបែងចែកគ្នារវាងអ្វីទៅដែលជារឿងយោធានិងអ្វីទៅដែលជារឿងការទូតនោះបាទអញ្ចឹងគឺគាត់បាននិយាយបែបចឹងហើយនៅក្នុងការដកស្រង់របស់ខាងសារព័ត៌មានខៅសូតវិញបាទសូមបញ្ចូលទៅក្នុងអត្ថបទរបស់ AFP នេះមិនមែន AFP ទេគឺដល់យោងខៅសូតវិញគឺលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ខាងថៃហ្នឹងក៏បាននិយាយត្អូញត្អែថាគ្មានប្រទេសណាមួយនឹងគ្រប់គ្រងថៃពិតប្រាកដទេគាត់ថាគ្មានប្រទេសណាគ្រប់គ្រងយើងពិតប្រាកដទេគ្រប់គ្នានិយាយថាអូពួកគេនឹងអព្យាក្រឹតប៉ុន្តែការតាមការអនុវត្តជាក់ស្ដែងពួកគេឈរខាងកម្ពុជាខណៈដែលអះអាងពីអព្យាក្រឹតភាពពួកគេស្ដាប់ព័ត៌មានតែពីភាគីកម្ពុជាទេហើយមើលឃើញយើងជាប្រទេសធំជាងដែលចូលឈានពានបាទគាត់បានរាយរាប់ច្រើនតទៀតពីរឿងដែលថាថៃនឹងធ្វើនឹងមិនចឹងទៅ
បាទខ្ញុំសូមបញ្ចប់អ្វីដែលខៅសូតបានដកសងលោកនិកផានីតនឹងថាគ្មានប្រទេសណាមួយពិតជាគ្រប់តយើងទេខ្ញុំមិនឃើញប្រទេសណាមួយកោតទោសកម្ពុជាចំពោះការដាក់មីននៅក្នុងទឹកដីថៃនោះទេផ្ទុយទៅវិញពួកគេគ្រាន់តែអំពាវនាវឲ្យប្រទេសថៃកាត់បន្ថយការប្រើប្រាស់អាវុធនិងបន្ថយអំពើហិង្សាខ្ញុំដឹងរឿងនេះច្បាស់ណាស់បាទហើយខ្ញុំជឿជាក់ថាប្រទេសថៃកំពុងដើរលើផ្លូវត្រូវយើងកំពុងធ្វើសកម្មភាពស្របតាមច្បាប់បាទនេះគឺតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីណាលោករដ្ឋមន្ត្រីបានបញ្ជាក់ដូច្នេះបាទហើយសូមបន្ថែមផងដែរគឺសារព័ត៌មាននេះបានឲ្យដឹងទៀតផងដែរថាក្នុងគណៈពេលដែលគឺភាគីទាំងពីរនិយាយអំពីការជួបប្រជុំគ្នាដើម្បីស្វែងរកដំណោះស្រាយនោះគឺការប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែននៅតែកើតមានឡើងនៅឡើយទេអញ្ចឹងប្រិមិត្តអាចចូលទៅក្នុង Facebook ឬក៏ Channel របស់ខាងកម្ពុជាក្រសួងការពារជាតិកម្ពុជាដើម្បីទទួលបច្ចុប្បន្នភាពបានក៏ប៉ុន្តែខ្ញុំសូមដកបញ្ចូលជំរាបលម្អិតទេខ្ញុំសូមដកសងតែពីសារព័ត៌មាន AFP ដែលបានរាយការណ៍សូមបន្តថាគឺក្នុងពេលនេះគឺការប្រយុទ្ធគ្នាគឺនៅតែកើតមានឡើងនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរដោយមានតំបន់តិចតួចណាស់ដែលនៅស្ងប់ស្ងាត់គ្នាមិនមានអ្វីកើតឡើងនៅថ្ងៃអង្គារនេះហើយក្រសួងការពារជាតិរបស់កម្ពុជាវិញបាននិយាយថាកងកម្លាំងរបស់ថៃគឺបាញ់ផ្លោងដាក់ទីក្រុងប៉ោយប៉ែតហើយនឹងបានទម្លាក់គ្រាប់បែកទៅលើផ្នែកខ្លះនៃខេត្តព្រះវិហារផងដែរនៅថ្ងៃអង្គារនេះក្នុងគណៈពេលដែលការប្រយុទ្ធគ្នានៅបន្តនោះគឺភាគីថៃវិញបាននិយាយថាគឺមានកើតមានឡើងនៅក្នុងខេត្តចំនួន4បាទនៅខាងភាគឦសានរបស់ថៃហ្នឹងហើយដែលមានកងកម្លាំងថៃបានធ្វើនៅសកម្មភាពអ្វីដែលពួកគេបាននិយាយថាជាការវិប្រហារទៅលើគោលដៅយោធារបស់កម្ពុជាទេនេះបើយកតាមសេចក្តីរាយការណ៍របស់ខៅសូតវិញហើយក្រសួងការពារជាតិរបស់កម្ពុជានិយាយថាកងកម្លាំងរបស់ថៃហ្នឹងគឺបើនៅតែបាញ់បន្តចូលទៅក្នុងទឹកដីរបស់កម្ពុជាដដែលបាទគឺមិនឈប់ទេហើយបើយោងតាមតួលេខដែលចងក្រងជាផ្លូវការវិញគឺអាជ្ញាធរថៃបាននិយាយថាមានទាហានរបស់ថៃចំនួន21នាក់បានស្លាប់បាត់បង់ជីវិតបាទហើយនឹងគឺមានជនស៊ីវិលក៏បានស្លាប់បាត់បង់ជីវិតផងដែរបាទនៅក្នុងប្រទេសកម្ពុជាក៏មានការស្លាប់បាត់បង់ជីវិតជនស៊ីវិលជាច្រើនគឺកម្ពុជាបានឲ្យដឹងថាជនស៊ីវិលដែលស្លាប់បាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចនេះគឺមានចំនួន21នាក់នៅភាគីកម្ពុជាហើយនឹងមានអ្នកដែលរងរបួសនឹងចំនួន83នាក់បាទនេះគឺជាអ្វីដែលសារព័ត៌មាននានាបានរាយការណ៍ហើយដោយសូមបញ្ចប់ទៅដោយការដកស្រង់ពីខាងសារព័ត៌មានខៅសូដាប់ដែលនិយាយអំពីជំហររបស់កម្ពុជាសំទោសនិយាយពីជំហររបស់ប្រទេសចិនគឺប្រទេសចិនក៏បានទទូចពលរដ្ឋរបស់ខ្លួនមិនឲ្យធ្វើដំណើរទៅតំបន់ព្រំដែនរវាងកម្ពុជាហើយនិងថៃដោយនិយាយថាគឺស្ថានភាពនៅតែធ្ងន់ធ្ងរនៅឡើយទេខាងផ្នែកសន្តិសុខហើយគឺមិនឲ្យមានការធ្វើដំណើរទៅនោះទេដោយសារតែក្នុងពេលកាលពីថ្ងៃច័ន្ទគឺមានពលរដ្ឋចិនមួយរូបបានរងរបួសនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលដែលការប្រយុទ្ធគ្នាតាមព្រំដែននេះនៅតែបន្តកើតមានឡើងបាទនេះគឺជាសេចក្តីរាយការណ៍នានាដែលខ្ញុំសម្រង់មកបញ្ចូលគ្នាដើម្បីចែករំលែកជូនប្រិយមិត្តទាំងអស់គ្នាហើយសូមអរគុណប្រិយមិត្តដែលចូលមកស្ដាប់ព័ត៌មាននេះហើយសូមអធិស្ឋានថ្ងៃនេះមានកិច្ចការរវល់ផ្ទាល់ខ្លួនបានជាឲ្យរងចាំបាទខ្ញុំនៅនឹងទេប៉ុន្តែមានកិច្ចការរវល់ផ្ទាល់ខ្លួនឲ្យរងចាំយូរបន្តិចអញ្ចឹងសូមអរគុណសូមជម្រាបលា